សួស្តីជំរាបសួរពុកម៉ែបងប្អូនតោះវេលមកជួបជាមួយនឹងម៉ាក់លីហេងទៀតហើយជាមួយនឹងដលងមីក្រៀមហើយនឹងស្រស់បងប្អូនម៉ាក់លីហេងគឺទទួលទិញដំឡូងមីគ្រប់រដូវកាលមិនថាស្រស់មិនថាស្ងួតតម្លៃតាមហាងឆេងហើយចំពោះដលងស្រស់បងប្អូនឃើញហើយមើមគឺបែបល្អមែនទែនប៉ុនក៏ដៃខ្ញុំហើយក្នុងវីដេអូបងប្អូនឃើញម៉ាក់លីហេងលើកបង្ហាញឲ្យមើលហើយបើនិយាយពីកម្រិតនៃជាតិម្សៅគឺក្រិនបើបងប្អូនដោយសារវារាំងភ្លៀងបានមួយទឹកជាងហើយខាងខ្ញុំបងប្អូនរាំងដាច់មួយទឹកជាងហើយដលងស្រស់គឺស្អាតអត់មានជិបដីមួយច្រើនទេហើយចំពោះការហាលគឺយើងហាលដាក់ស្បៃយើងដាក់ជាមួយនឹងតង់សបងប្អូនដើម្បីឲ្យងាយស្រួលក្នុងការសាត្រឡប់មកវិញហើយបងប្អូនថ្ងៃរះល្អណាស់បងប្អូនខាងស្រុកភូមិផ្សេងរះថ្ងៃដូចម៉ាក់លីហេងហើយនៅម៉ាក់លីហេងគឺរះថ្ងៃល្អហើយបើចំពោះដលងក្នុងភ្នុកដលងស្ងួតដែលម៉ាក់លីហេងទទួលទិញរាល់ថ្ងៃគឺឃើញថាបងប្អូនដែលហាលមកគឺភាគរយនៃសម្ងួតគឺនៅស្ទើរខ្លាំងតែម្ដងប៉ុន្តែដោយហេតុដែលម៉ាក់លីហេងទិញហ្នឹងគឺទិញទៅតាមប្រភេទដលងពុកម៉ែបងប្អូនកុំថាតម្លៃម៉ាក់លីហេងទិញផ្សេងដល់ពេលចូលទិញគឺ